ដីស្រឡាញ់តាមការពិតក្ដីស្រឡាញ់គ្មានអ្វីស្មុគស្មាញច្រើនទេឲ្យតែវាកើតឡើងពីទឹកចិត្តពិតប្រាកដយើងនឹងឃើញវានៅមានគ្រប់ទីកន្លែងគ្រប់ដង្ហើមចេញចូលគឺសុទ្ធតែពោពេញទៅដោយក្ដីស្រឡាញ់ទាំងអស់អ្នកកំឡោះម្នាក់មាននិស្ស័យជាមនុស្សស្ងៀមស្ងាត់មិនសូវសម្ដែងចេញពីទឹកចិត្តរបស់ខ្លួនឡើយគេបាត់បង់ឪពុកម្ដាយតែមួយប្រព្រឹត្តភ្នែកដោយជំងឺទន្ទឹមគ្នានោះដែរគេថែមទាំងត្រូវខកចិត្តព្រោះស្នេហាទៀតផងមិនត្រឹមតែប៉ុណ្ណោះអាជីពការងាររបស់គេត្រូវមនុស្សថោកទាបចូលចិត្តបំបាក់មុខច្រណែនឈ្នានេះស្ទើរតែគ្មានថ្ងៃលួសឡើយជាមួយនឹងអារម្មណ៍ដ៏សែនជឿជាក់អស់សង្ឃឹមបែបនេះនៅក្នុងជីវិតគេបានដើរចូលទៅក្នុងហាងមួយគិតនឹកទិញកាំបិតចិតបន្លែផ្លែឈើមួយដើមដើម្បីយកទៅចាក់សម្លាប់សត្រូវដែលចាំតែប៉ែងជើងព្យាបាទខ្លួននោះចោលហើយចាំធ្វើអត្តឃាតខ្លួនឯងជាក្រោយគេបានក្រឡេករកមើលឃើញមានកាំបិតជាច្រើនដើមរួចយកដៃទៅស្ទាបមុខកាំបិតដ៏មុខស្រួចនោះទៅមករហូតរើសបានមួយដើមនៅពេលដែលគិតលុយរួចបំរុងនឹងដើរចេញពីហាងទៅវិញហើយអ្នកលក់នោះបានស្រែកហៅឲ្យគេយកកាំបិតត្រឡប់មកវិញគេឈរនៅត្រង់ធ្មឹងទឹកមុខស្ងួតធេងសម្លឹងមើលទៅអ្នកលក់ស្រីម្នាក់កំពុងវិចខ្ចប់កាំបិតនោះជាច្រើនជាន់នៅពេលដែលអ្នកលក់វិចខ្ចប់រួចហើយនាងក៏យកដៃចាប់ចុងកាំបិតហុចមកឲ្យគាត់វិញតើនាងធ្វើដូច្នេះដើម្បីអ្វីទៅគាត់សួរអ្នកលក់ដើម្បីកុំឲ្យជ្រុលទៅមុតគេមុតឯងនឹងណានាងឆ្លើយតាមពិតទៅនាងមិនខ្វល់នាំតែរញ៉េរញ៉ៃក៏បានដែរធ្វើតាមតែទូនីតិខ្លួនជាអ្នកលក់ទៅបានហើយគាត់បន្ថែមកាំបិតនៅហាងនេះទោះបីអ្នកទិញចង់យកទៅចិតបន្លែឬយកទៅចាក់នរណាក៏វាមិនតាក់ទងអ្វីនឹងខ្ញុំដែរអ្នកលក់ដ៏ស្រស់ស្អាតនោះតបទាំងទឹកមុខញញឹមញញែមថាខ្ញុំសង្ឃឹមថាលោកទិញយកវាទៅនេះនឹងមានសំណាងល្អហើយជៀសផុតពីគ្រោះថ្នាក់នានាដើរចេញពីហាងទៅនៅក្នុងចិត្តគាត់មានអារម្មណ៍កក់ក្ដៅរហូតនិយាយមិនត្រូវតាមពិតទៅនៅក្នុងលោកនេះមានមនុស្សជាច្រើនមានចិត្តល្អយល់ចិត្តអ្នកដទៃនិងធ្វើល្អមកលើគាត់ដោយមិនរំពឹងអ្វីជាការតបស្នងទោះបីវាមិនច្រើនណាស់ណាក៏ដោយតែក៏វាមានតម្លៃសម្រាប់គាត់ណាស់ដែរនៅរសៀលថ្ងៃនោះផងដែរគាត់បានទិញផ្លែឈើជាច្រើនហើយអង្គុយចិតសម្បកនិងហូបដោយរីករាយគាត់ញ៉ាំបណ្ដើរនឹកគិតដល់អ្នកលក់ស្រីស្រស់នោះបណ្ដើររួចហូរទឹកភ្នែកសស្រាក់ដោយនឹកស្រណោះថាបើគុំតែមានកញ្ញាម្នាក់នោះទេក៏មិនមានកាំបិតមួយដើមនេះនៅពេលនេះដែរកញ្ញាអ្នកលក់នោះច្បាស់ជាមិនដឹងខ្លួនទេថាអំពើល្អដោយអចេតនារបស់ខ្លួនបានជួយមនុស្សដ៏អស់សង្ឃឹមម្នាក់ក្នុងជីវិតដោយចៃដន្យឡើយចិត្តដែលពោរពេញដោយក្តីមេត្តាក្តីស្រឡាញ់នោះប្រៀបដូចជាបរិយាកាសទាំងមូលដែលពោរពេញដោយសុឆន្ទៈកំឡោះយើងបានស្រូបយកបរិយាកាសនៃការយកចិត្តទុកដាក់ដែលមិនរំពឹងការតបស្នងចូលទៅក្នុងខ្លួនហើយបានធ្វើឲ្យគេមានការផ្លាស់ប្ដូរជាថ្មីដ៏អស្ចារ្យបំផុតតាមពិតក្តីស្រឡាញ់គឺគ្មានអ្វីដែលស្មុគស្មាញពិបាកយល់នោះទេគ្រាន់តែបង្កើតវាឡើងដោយទឹកចិត្តពិតនោះយើងនឹងឃើញថាគ្រាប់អាតូមបរិយាកាសទាំងមូលគឺពោរពេញទៅដោយសេចក្តីស្រឡាញ់ជាមិនខានគុកឃុំឃាំងខ្លួនឯងលទ្ធផលនៃការឆ្លុះវង្វេងនឹងខ្លួនឯងគឺជាផ្លូវតច្រកដែលរារាំងខ្លួនឯងមិនឲ្យដើរទៅណារួចប៉ុណ្ណោះការចេះបើកផ្លូវឲ្យអ្នកដទៃគឺប្រៀបដូចជាការបើកផ្លូវឲ្យខ្លួនឯងការផ្ដល់ឱកាសដល់អ្នកដទៃគឺស្មើនឹងការផ្ដល់ឱកាសឲ្យខ្លួនឯងអីចឹងដែរកាលនៅក្មេងមានរឿងនិទានមួយទាក់ទងនឹងរដូវរងានៅក្នុងឆ្នាំមួយអ្នកលក់នំម៉ាថៅនិងអ្នកលក់ខោអាវរងាបាននាំគ្នារត់គេចចេញពីព្យុះព្រិលទៅជ្រកក្រោមរោងអ្នកតាដែលត្រូវគេបោះបង់ចោលមួយកន្លែងលុះពេលប្រលប់រាត្រីឈានចូលមកដល់អ្នកលក់នំម៉ាថៅរងាយ៉ាងខ្លាំងចំណែកអ្នកលក់អាវរងាវិញក៏ឃ្លានខ្លាំងណាស់ដែរប៉ុន្តែដោយសារតែគេទាំងពីរនាក់នឹកក្នុងចិត្តថាពួកគេទាំងសងខាងសុទ្ធតែមានរឿងត្រូវសុំគ្នាទៅវិញទៅមកទើបគ្មានអ្នកណាមួយសុខចិត្តហាមាត់សុំគ្នាមុនឡើយមួយសន្ទុះធំកន្លងផុតទៅអ្នកលក់នំម៉ាថៅក៏ពោលឡើងថាស៊ីនំមួយសិនអ្នកលក់ខោអាវរងាក៏និយាយថាអញពាក់អាវរងាមួយសិនដែរម្នាក់ក៏ស៊ីនំឯម្នាក់ទៀតក៏ពាក់អាវរងារបស់ខ្លួនអីចឹងទៅរឿងហ្នឹងគឺវាអីចឹងអ្នកលក់នំចេះតែស៊ីនំទាំងរងាចិត្តដាច់ខ្យល់ស្លាប់ឯម្នាក់ទៀតក៏ចេះតែពាក់អាវរងាខណៈដែលខ្លួនចិត្តដាច់ពោះស្លាប់ទៅហើយនៅទីបំផុតពួកគេទាំងពីរនាក់ក៏ស្លាប់ដូចគ្នាម្នាក់ស្លាប់ដោយរងាឯម្នាក់ទៀតស្លាប់ដោយអត់អាហារទន្ទឹមនឹងពួកគេម្នាក់សុទ្ធតែមានផ្លូវដោះស្រាយដូចគ្នាបានតែគេបែរជារារាំងមិនព្រមបើកផ្លូវឲ្យនរណាម្នាក់ឡើយគឺប្រៀបដូចជាមិនបើកផ្លូវឲ្យខ្លួនឯងអីចឹងដែរ
តាមពិតការផ្ដល់ឱកាសឲ្យអ្នកដទៃគឺស្មើនឹងផ្ដល់ឱកាសឲ្យខ្លួនឯងដូចនេះដែរចិត្តស្មោះទម្លុះចិត្តរឹងការធ្វើឲ្យអ្នកដទៃជ្រួតជ្រាបនិងយល់ពីទឹកចិត្តខ្លួនបានមិនចាំបាច់ដល់ថ្នាក់ត្រូវតែមានការបរិច្ចាគឬលះបង់អ្វីមួយឲ្យធំធេងអស្ចារ្យអ្វីឡើយត្រឹមតែស្វាគមន៍អស់ពីចិត្តពីថ្លើមឬគ្រាន់តែបញ្ចេញស្នាមញញឹមវាក៏អាចធ្វើឲ្យបេះដូងមនុស្សមើងម៉ាត់អាចចងចាំភ្ញាក់រលឹកបានដែរនៅក្នុងទសវត្សរ៍ឆ្នាំ1930នៅក្នុងតំបន់តូចមួយក្នុងប្រទេសអាល្លឺម៉ង់មានអ្នកបួសជនជាតិជ្វីសម្នាក់តែងតែដើរលេងនៅលើថ្នល់ដ៏ស្ងប់ស្ងាត់តែម្នាក់ឯងជារៀងរាល់ព្រឹកមិនថាបានជួបនរណាម្នាក់នោះឡើយគេរមែងពោលពាក្យស្វាគមន៍រួសរាយរាក់ទាក់យ៉ាងកក់ក្ដៅនិងសុភាពរាបសារជានិច្ចថាអរុណសួស្ដីមានកំឡោះម្នាក់ឈ្មោះ Miller រស់នៅក្នុងតំបន់នោះគេតែងសម្ដែងកាយវិការមិនដឹងមិនឮចំពោះពាក្យស្វាគមន៍របស់ព្រះសង្ឃអង្គនោះមិនត្រឹមតែប៉ុណ្ណោះគេថែមទាំងញាក់ចិញ្ចើមឌឺដងឲ្យវិញទៀតផងទោះបីជាយ៉ាងនេះក្តីអ្នកបួសអង្គនោះមិនផ្លាស់ប្ដូរឥរិយាបថសម្ដែងការមិនសមគួរណាមួយវិញឡើយហើយអ្នកបួសអង្គនោះនៅតែញញឹមរួសរាយរាក់ទាក់ជាមួយនឹង Miller ជារៀងរាល់ថ្ងៃដដែលជាច្រើនឆ្នាំកន្លងផុតទៅគណៈបកណាស៊ីរបស់អាល្លឺម៉ង់បានឡើងកាន់កាប់អំណាចគ្រប់គ្រងប្រទេសទាំងអ្នកបួសនិងប្រជារាស្ត្រសាមញ្ញជនជាតិជ្វីសទាំងអស់នៅក្នុងតំបន់នោះក៏ត្រូវបានបកណាស៊ីកេណ្ឌបញ្ជូនទៅក្នុងជំរំឃុំឃាំងខណៈពេលដែលចុះពីលើរថភ្លើងដើរតម្រង់ជាខ្សែតែមួយជួរនោះមាននាយទាហានម្នាក់កាន់ដំបងបញ្ជាខ្វាត់ខ្វែងនៅខាងមុខជួរនោះដោយបញ្ជាថាឆ្វេងស្ដាំឆ្វេងស្ដាំបើគេលើកដៃទៅខាងឆ្វេងមានន័យថាត្រូវប្រហារជីវិតចោលបើគេលើកដៃទៅខាងស្ដាំមានន័យថាទុកជីវិតលុះមកដល់វេនអ្នកបួសអង្គនោះខណៈពេលដែលលោកងើបមកឡើងទាំងអស់សង្ឃឹមនោះពេលមកជួបនឹងនាយទាហានរូបនោះលោកក៏ពោលពាក្យស្វាគមន៍ឡើងតាមធម្មតារបៀបអ្នកស្គាល់គ្នាថាអរុណសួស្ដីលោក Miller គ្រានោះទោះបីជា Miller ធ្វើមុខធ្មឹងស្មើធេងតែក៏របូតចេញមាត់មកថាអរុណសួស្ដីតាមភាសាអ្នកធ្លាប់ស្គាល់គ្នាដែរទោះសំឡេងនោះឮតិចតិចត្រឹមតែ2នាក់ក៏ដោយបន្ទាប់ពីនោះ Miller ក៏លើកដំបងបញ្ជាទៅខាងស្ដាំអ្នកបួសជនជាតិជ្វីសអង្គនោះត្រូវរួចផុតពីសេចក្តីស្លាប់និងមានសង្ឃឹមរស់នៅឡើងវិញដោយសារតែការធ្វើឲ្យអ្នកដទៃជ្រួតជ្រាបនិងយល់អំពីទឹកចិត្តរបស់ខ្លួនវាពុំចាំបាច់ថាត្រូវមានការបរិច្ចាគឬលះបង់អ្វីមួយឲ្យវាធំធេងអស្ចារ្យមហាសាលអ្វីនោះទេត្រឹមតែពាក្យស្វាគមន៍អស់ពីចិត្តពីថ្លើមឬគ្រាន់តែជាស្នាមញញឹមយ៉ាងស្មោះត្រង់នោះវាក៏អាចធ្វើឲ្យចិត្តនិងបេះដូងរបស់មនុស្សមើងម៉ាត់ម្នាក់អាចចងចាំនិងភ្ញាក់រលឹកបានផងដែរ$1.50 សេនពេលវេលាគឺជាជីវិតពេលវេលាគឺជាមាសប្រាក់មានតែអ្នកចេះប្រើពេលវេលាឲ្យកើតប្រយោជន៍បានច្រើនបំផុតប៉ុណ្ណោះទេទើបអាចវាយតម្លៃនិងផ្ដល់តម្លៃរបស់ពេលវេលាបានត្រឹមត្រូវនៅក្នុងបណ្ណាគារលក់សៀវភៅដែលនៅទល់មុខនឹងការិយាល័យកាសែត Franklin មានបុរសម្នាក់កំពុងឈរនៅត្រេះត្រោះប្រហែលជា1ម៉ោងទើបចាប់ផ្ដើមសួរអ្នកលក់នៅក្នុងហាងថាសៀវភៅមួយក្បាលនេះតម្លៃប៉ុន្មាន$1អ្នកលក់ឆ្លើយ$1តើអាចបញ្ចុះតម្លៃខ្លះបានទេខ្ញុំត្រូវការសៀវភៅមួយក្បាលនេះខ្លាំងណាស់តម្លៃគឺដាច់ត្រឹម$1នឹងហើយអ្នកលក់ឆ្លើយតបគេក៏ចាប់ផ្ដើមមើលសាច់រឿងក្នុងសៀវភៅនោះមួយសន្ទុះទៀតបន្ទាប់មកក៏សួរឡើងថាតើលោក Franklin នៅដែរឬទេបាទនៅគាត់កំពុងតែមមាញឹកជាមួយនឹងការងារបោះពុម្ពអីចឹងពិតជាប្រសើរណាស់ខ្ញុំចង់ជួបគាត់បន្តិចគេចង់ជួបទីបំផុតអ្នកលក់ទ្រាំពុំបានក៏ហៅលោក Franklin ឲ្យមកជួបអតិថិជននោះគាត់ពោលឡើងថាលោក Franklin តើសៀវភៅនេះអាចលក់ឲ្យខ្ញុំថោកបំផុតក្នុងតម្លៃប៉ុន្មាន$1.25លោក Franklin ឆ្លើយតបដោយគ្មានគិតអ្វីទាំងអស់$1.25តែកូនចៅរបស់លោកលក់ឲ្យខ្ញុំត្រឹមតែ$1ប៉ុណ្ណោះមិនខុសនោះទេ Franklin បន្តតែណាហើយពីមុនខ្ញុំពេញចិត្តលក់ក្នុងតម្លៃ$1វាប្រសើរជាងសុខចិត្តបោះបង់ការងារខ្ញុំមកជួបលោកបែបនេះបរិះម្នាក់នោះនៅស្ងៀមធ្វើភ្នែកស្លើហើយក៏គិតឡើងថាណ៎ហើយចុះរឿងតម្លៃបញ្ឈប់ត្រឹមប៉ុណ្ណឹងចុះគិតហើយគាត់ក៏និយាយបន្តណ៎ហើយចុះឥឡូវលោកលក់សៀវភៅមួយក្បាលនេះឲ្យខ្ញុំក្នុងតម្លៃថោកបំផុតប៉ុន្មាន$1.50 សេនអុញហេតុអ្វីបានជាថ្លៃជាងមុនដល់ទៅ$0.25អីចឹងអំបញ្ញមិញលោកប្រាប់ខ្ញុំថា$1.25 សេនទេតើត្រឹមត្រូវហើយ
លោក Franklin ឆ្លើយលោក Franklin និយាយបែបធម្មតាពេលនេះជាតម្លៃដែលខ្ញុំអាចលក់បានថោកបំផុតគឺ$1.50 សេនគេលែងហ៊ានតថ្លៃតទៅទៀតក៏ប្រញាប់បង់ប្រាក់ទាញយកសៀវភៅនេះដើរចេញពីហាងទៅជាអ្នករូបវិទ្យានិងជាអ្នកនយោបាយដ៏ល្បីល្បាញម្នាក់នេះបានផ្ដល់មេរៀនដ៏សែនជូរចត់និងមិនអាចបំភ្លេចបានដល់រូបគេអស់មួយជីវិតសម្រាប់បុគ្គលដែលមានសេចក្តីព្យាយាមប្រឹងប្រែងនឹងការងារតែងគិតថាពេលវេលាគឺជាមាសប្រាក់តើអ្នកស្រឡាញ់ជីវិតខ្លួនឯងដែរឬទេបើស្រឡាញ់ជីវិតខ្លួនឯងមែនចូលគុំមិនដោយឲ្យពេលវេលាកន្លងផុតទៅដោយឥតប្រយោជន៍ឲ្យសោះព្រោះពេលវេលាគឺជាវត្ថុតែម្យ៉ាងគត់ដែលផ្សំបង្កឡើងជាជីវិតនេះគឺជាសម្ដីរបស់លោក Franklin ពេលវេលាគឺជាជីវិតពេលវេលាគឺជាមាសប្រាក់មានតែអ្នកចេះប្រើពេលវេលាឲ្យកើតជាប្រយោជន៍បានច្រើនបំផុតប៉ុណ្ណោះទើបអាចវាយតម្លៃនិងផ្ដល់តម្លៃឲ្យពេលវេលាបានត្រឹមត្រូវបំផុតយើងត្រូវយកចិត្តទុកដាក់ស្រឡាញ់ពេលវេលាឲ្យដូចជាស្រឡាញ់ជីវិតរបស់ខ្លួនអីចឹងដែរត្រូវចេះស្វះស្វែងរកចំណេះដឹងអ្វីដែលចាំបាច់និងមានតម្លៃដាក់ក្នុងខ្លួនដែលកំពុងរស់រានមានជីវិតនេះឲ្យបានមិនថាជាការជួយសង្គ្រោះជនដទៃឬចំពោះខ្លួនឯងធ្វើយ៉ាងណាឲ្យជីវិតពោរពេញទៅដោយខ្លឹមសារ